720ដែលវាជាតែជាអ្នកទាំងអស់គ្នា control អូខេសួស្តីទាំងអស់គ្នាថ្ងៃនេះអាត្មានឹងចែកម្លែកនៅវីដេអូមួយទាក់ទងទៅនឹងការ design thumbnail ដើម្បីយើងកាត់បទចម្រៀងឬក៏យើងកាត់ពធ post ទៅក្នុង YouTube ដើម្បីរកលុយឬក៏យើងដើម្បីឲ្យមានអ្នកមើលនៅក្នុង channel របស់យើងអូខេជាដំបូងយើងចូលបើកកុំព្យូទ័របើកអីយើងហើយបន្ទាប់មកយើងចូលក្នុង Photoshop របស់យើងដើម្បីយើងធ្វើការ design នៅ thumbnail ឬក៏រូបភាពផ្សេងៗដើម្បីយើងកាត់វីដេអូឬកាត់លក្ខណៈបែបយើងកាត់ចម្រៀងកាត់អី post ទៅក្នុង YouTube ចឹងអូខេយើងចុចពាក្យលេ new file យើងជ្រើសរើសយក12:8 គុណនឹង720ដែលវាជាទម្រង់របស់ YouTube បើយើងអត់ដឹងថាវាទម្រង់ប្រហែលណាទេអានោះដោយសារតែអាត្មាធ្វើការកំណត់ហើយបើយើងអត់ដឹងថាវាទំហំប៉ុណ្ណាយើងចូលនៅក្នុងជ្រោមរបស់យើងមកយើងដាក់ size up thumbnail YouTube thumbnail ចឹងវាប្រាប់ហើយនេះអូខេទៅមកយើងចូលបានប៉ុណ្ណេះហើយដែលវាចេញលក្ខណៈយើងប៉ុណ្ណេះប៉ុន្តែយើងអត់ទាន់ដឹងថាយើងត្រូវ design អីទេអញ្ចឹងយើងចូលក្នុងជ្រោមរបស់យើងវិញមកឧទាហរណ៍ថាអាត្មាចង់ design ចូលទៅនឹងពធរបស់គ្រូសុភាពលោកគ្រូគ្រូសុភាពអាត្មាអង្គុយមើលរូបរបស់គេមានរូបអក្សរហើយនឹងរូបរបស់លោកគ្រូគ្រូសុភាពមានអក្សរគេដាក់ភាគច្រើនគេប្រើអក្សរចឹងមើលដែរយើង design ទៅលើអីយើងត្រូវប្រើអក្សរអីដើម្បីឲ្យការ design របស់យើងទៅវាស្អាតហើយឬវាស៊ីគ្នានេះយើងមើលរបស់គេនេះគេប្រើអក្សរពណ៌សហើយដាក់លោកគ្រូសុភាពអញ្ចឹងគេប្រើ background ទៅច្រើនគេប្រើដូចជាស្មៅដូចជារូបអីផ្សេងៗទៀតមើលអូខេអញ្ចឹងដើម្បីយើងរករូប background ដើម្បីដាក់បានយើងចូលទៅក្នុង Pinterest ពេលច្រើនវាសម្បូររូបនៅក្នុង Pinterest ពេលច្រើនសម្បូររូបច្រើនពេលរូបអូខេរូបស្អាតអូខេយកយើងសម្រាប់តែយករូបនេះមួយចុះព្រោះមើលទៅវាស្អាតដែរអញ្ចឹងយើងចូលក្នុង Photoshop របស់យើងអ្នកនរគ្នាចង់ down ក៏បានឬក៏ចង់ copy តែម្ដងក៏បានដែរស្អីលើយើងគិតថាមួយណាលឿនអញ្ចឹងអូខេរូបយើងបានប៉ុណ្ណេះមកមើលមកស្អាតទេទៀតអ្នកនរគ្នាមើលថាវានេះច្រកពីនេះវាសនេះនេះយើងបន្តអញ្ចឹងអូវាទៅជាស្អាតតិចមកស្អាតសដើម្បីឲ្យវាស៊ីដូច background គេមើលពាក្យច្រើនមកគេប្រើខ្មៅហើយនឹងរឿង blur background មករឿងខ្មៅ background នឹងនិតប៉ុន្តែមានរូបភាពនៅ background អញ្ចឹងណាយើងដើម្បីពេលយើងដាក់អក្សរយើងគិតថាយើងប្រើអក្សរអីដែរមិនយើងប្រើធ្វើអញ្ចឹងណាដោយសារអាត្មាគិតថាអាត្មាប្រើអក្សរពាក្យច្រើនពណ៌សនិងពណ៌រៀងលឿងឬក៏ពណ៌មាសអញ្ចឹងហើយបន្ទាប់មកទៀតយើងស្វែងរករូបគូលោកគ្រូគូសុភាពរករូបបានទេអាត្មាសម្រេចថាអាត្មានឹងយករូបនេះទៅប្រើហើយជាឧទាហរណ៍អាត្មា copy អាត្មាខ្ជិល download Adobe Photoshop 2025វាមាន auto remove background trap ស្រួលដែរអូខេទៅមករូបវាទៅវាស្អាតហើយប៉ុន្តែយើងត្រូវការអ្នកទាំងអស់គ្នា control L ឬក៏ command L ដើម្បីតឡើង level វាដើម្បីតឡើងពលឺឬក៏ពលឺតាមទៀតអូខេរូបលើនេះគេតែស្អាតបានហើយអ្នកទាំងអស់ control U មួយទៀតដើម្បីយើងហុចវាអានោះយើងតាក់ទងទៅនឹង color ដែលយើងចង់បាននេះពណ៌សដែរសពេកគេសមុំនេះក៏ហមពេកវាស្អាតដែរហើយ color នេះផ្សេងៗទៀតយើងដាក់ទៅវាដូរខ្លួនឯងអញ្ចឹងចង់មើលថាហ្នឹងអូខេអាហ្នឹងអូខេមើល
รูปយើងរករូបបានប៉ុណ្ណេះហើយបន្តមកទៀតយើងអូខេយើងផុសយើងដាក់អញ្ចឹងមកអូខេមើលទៅស្អាតហើយតែយើងនៅtitle ឬក៏ចំណងជើងរបស់វីដេអូយើងចង់ដាក់បែបម៉េច content ពធយើងអូខេអញ្ចឹងយើងនឹងទៅរកវីដេអូសិនដើម្បីយើងដឹងថាចំណងជើងយើងដាក់ម៉េចយើងទៅរកវីដេអូគេសិនអូខេទាំងអស់គ្នាអាត្មាបានរកវីដេអូពីគេមកហើយអាត្មាចូលដាក់ចូលទៅក្នុង10 Premiere ដើម្បីកាត់យើងសាក play មើលអូខេមានញាតិញោមខ្លះទៅថាគាត់ខ្វល់ខ្វាយព្រួយបារម្ភអូខេអាត្មាស្ដាប់បានក្បាលដំបូងអាត្មាគិតថាអាត្មានឹងដាក់ចំណងជើងថាកុំខ្វល់ខ្វាយច្រើនអីអូខេពាក្យថាច្រើនមកថាកុំខ្វល់ខ្វាយច្រើនទេខ្ញុំមិនកលឺអសអូខេដាក់ពើអសច្រើនអានេះយើងដាក់ពើខ្មៅមកយើងសេរីវាតិចមកសេរី opacity យើងដាក់ដូចជាវានៅក្រោមនេះមើលមកវានៅក្រោមអូខេនេះមើលទៅដូចវានៅក្រោមដូចស្រមោលយើងធ្វើវាដូចជាស្រមោលអញ្ចឹងអូខេបន្ទាប់មកអាត្មាដាក់ inner shadow វាដើម្បីឲ្យវាលេចពើមាសមកតិចៗនេះវាលេចពើនេះមកពើទាំងអស់នេះអាត្មាបានសេរីរួចអស់ហើយអាត្មាដាក់ពើលឿងopacity វាអាត្មាប្រើ61ហើយវា angle វាអាត្មាដាក់140ដើម្បីឲ្យវាជាពីអញ្ចឹងជាពីអញ្ចឹងមកជាពីលើមកក្រោមអញ្ចឹងអាត្មាដាក់ stroke វាមក stroke អាត្មាដាក់ប្រើពើអសដើម្បីឲ្យវាមើលទៅវាលេចបន្តិចមកយើងដាក់ខ្លាំងវាអញ្ចឹងតែយើងដាក់តែវាមួយបានហើយដើម្បីឲ្យវា show លេចតែបន្តិចមកបានហើយbevel emboss អានេះប្រើមើលរូបវាទៅដឹងហើយវាជាអាផ្ទៃមាសហ្នឹងមកលើបន្តិចអូខេតើមកយើងគិតថាវាលេចអត់អញ្ចឹងអាត្មាគិតថាវាអត់ទាន់មើលទៅអត់ទាន់សូវលេចប៉ុណ្ណាទេអាត្មាចងវាជាគ្រប់មួយសិនហើយអាត្មាលេចលើគ្រប់ដងទៀតអាត្មាដាក់វាជាពើអសម្ដងដើម្បីឲ្យវាចេញមកវារៀងលេចបន្តិចអូខេលេចបន្តិចហើយតែ opacity អត់ថយទេថយសាយវាបន្តិចមកអូខេថយវាពេកអត់កើត5 8យើងថែមតែខ្លួនឯងមកហើយស្អាតមកដាក់អានេះហើយវានៅចេះទៅឡើងនេះវាបន្តិចអូខេវាមើលវាសថយវាបន្តិចអូខេតែមកទៀត impel វាចូលមកវាពើសនេះដូចជាអត់ស្អាតទេដកវាចេញ stroke ហ្នឹងយើងប្រើវាពើនេះបានអូខេពើហ្នឹងអត់កើតទេអ្នកពើសដើម្បីឲ្យវាចេញមកកែមវាសអញ្ចឹង in shadow វាយើងដាក់ពើលឿងដែរដើម្បីវាខ្លាចជាមាសអាត្មាគិតថាប៉ុណ្ណេះអ្នកមើលមកឃើញសនេះហើយអាចថាស្អាតអូខេទៅមកទៀតគឺច្រើន
ច្រើននេះអាត្មា design វាបន្តិចទៀតប៉ុន្តែអាត្មាប្រើវាជាពណ៌សប្រើវាពណ៌សប៉ុន្តែ drop shadow វានៅក្រោមរបស់វាអាត្មាប្រើពណ៌ខ្មៅដដែលតែយើងមើលវាអត់នៅជាលក្ខណៈថាវាជានេះទេអញ្ចឹងអាត្មាអូអានេះមកបន្តិចដើម្បីឲ្យវាមកឲ្យវាដិតបន្តិចហើយអូសសម្បាល់វាមកក្រោមបន្តិចដើម្បីឲ្យមើលទៅវាដូចនៅក្រោមវាតែម្ដងអញ្ចឹងអាត្មាប្រើ stroke វាអត់ប្រើពណ៌សទេព្រោះពណ៌សដាក់ពណ៌សវាអត់ស្រលេចអញ្ចឹងអាត្មាគិតថានេះពណ៌ដែលអាត្មានិយមប្រើគឺប្រើពណ៌តេមេយ៉ាងគេហៅពណ៌អីទេអាត្មាធ្វើស្គាល់ដែរដាក់ឲ្យវារឿងធំបន្តិចមកដាក់ bear វាបន្តិចមក shadow បន្តិចមកអូខេមើលមកស្អាតមែនតើស្អាតទេអូខេអញ្ចឹងពេលយើងកាត់បានប៉ុណ្ណេះយើងចុច save ទៅយើង save ទៅអូខេបន្ទាប់ពី save ហើយអាត្មាទាញរូបយកមកដាក់នៅក្នុង Adobe Premiere ដើម្បីធ្វើការកាត់ដាក់សំឡេងហើយនឹងរូបអញ្ចឹងអូខេសេរីវាឲ្យប៉ុននេះមកដោយសារតែយើង input វីដេអូសំឡេងគេមុនទៅវាជាប់សាយរបស់គេអូខេប៉ុណ្ណេះឯងសេរីទៅលើតិចមកអូខេពីអ្នកដតីហួសហេតុពេកគាត់ អូខេមើលទៅវាដូចជាអត់ទាន់ស៊ីទេអញ្ចឹងស្មើនឹងទៅក្នុងជ្រុំណានទៀតចូលក្នុង Pinterest ណានទៀតហើយស្វែងរកពាក្យស្វែងរកblack background ដើម្បីយើងយកទៅដាក់ធ្វើជានេះដើម្បីយើងយកដាក់ធ្វើជា effect load វីដេអូ load អីមើលថ្ងៃរកសិនអូខេអាត្មាមើលឃើញដូចជាវីដេអូនេះមិនដែរ load ភ្លើងព្រាកតែវាភ្លើងពេកក៏នេះដែរនេះអាពង្រីកតិចមកហើយដើម្បីឲ្យblack background ហ្នឹងបាត់ហើយ load តែពណ៌ទាំងអស់នេះអ្នកទាំងអស់គ្នាចូលមកកន្លែងនេះមកនេះ effect control ហើយនឹងblend mode នេះមកយើងយកពាក្យ light អូខេចុច light បាច់ដាក់វាភ្លេចស្រឡាញ់ភ្លេចអូខេវា load មើលទៅវា load ដូចជាអត់សូវស្អាតទេយកចិត្តទុកដាក់ថែរក្សាវាលេបវាចោលតែតែ sound ណាតែមកទៀតអាត្មាគិតថាវាលឿនពេកអាត្មាបន្ថយ speed វាបន្តិចមកនៅសល់តែ60បានហើយមើលទៅមើលវាស្រឡាញ់អូខេមើលទៅវា load ភ្លើងតិចវាស្អាតដែរវាតិចតួចដែរណាខ្ញុំថានឹងសាកប្រើវាអូខេអាត្មាពង្រីកវាតិចមកឲ្យវាចំចំណុចនៃតម្រូវការរបស់យើងអូខេដាក់ឲ្យវាជាប់ចេះហើយបន្ទាប់មកទៀត Control V ឬក៏ Command V ព្រោះយើង copy មកមិញហ្នឹងអូខេ copy លើបាត់ទៅហើយវាលើវាវិញហើយស្ដាប់តែសុខផ្លូវចិត្តផងបើមិនចឹងទេអ្វីដែលយើងបង្ហាញវាអស្ចារ្យប៉ុន្តែអ្វីដែលមានអូខេវាចាប់តែប៉ុណ្ណឹង30នាទីអានេះខ្ញុំសាកលបងធ្វើជាឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាមើលអូខេបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់កន្លែងណាទៀតអាច comment នៅខាងក្រោមខ្ញុំនឹងប្រាប់អញ្ចឹងវីដេអូចាប់តែប៉ុណ្ណេះឯងបាយអ្នកទាំងអស់គ្នា